ខ្ញុំបាទឈ្មោះបុណ្យស័យជាម្ចាស់ហាងបាយជ័យម្នាក់ធ្វើការពីម្សិលមិញខ្ញុំបាទបានយកទឹកទៅបាញ់នឹងបំពង់ផលិតអគ្គិភ័យបាញ់ទៅលើអ្នកលក់ទឹកអំពៅនិងលក់កង្កែបោកការពីម្សិលមិញខ្ញុំទុកអារម្មណ៍មិនបានហើយសូមបងប្អូនមហាជនរស់តាមបណ្ដាញ Facebook និង TikTok ខ្ញុំសូមអធិស្ឋានសូមអភ័យទោសជាសាធារណៈហើយខ្ញុំក៏សូមសន្យាថាឈប់ធ្វើទង្វើបែបនេះតទៀតហើយខ្ញុំឈប់ធ្វើបន្តទៀតហើយខ្ញុំបាទកែវួយនិងបុណ្យស័យជាម្ចាស់ធនីឋានជ័យជំនះកាលពីម្សិលមិញខ្ញុំបានបាញ់ទឹកនិងបាញ់បំពង់រកគីភ័យទៅលើអ្នកលក់ទឹកអំពៅនិងអ្នកលក់កង្កែបបោកថ្ងៃនេះខ្ញុំទាំងពីរអ្នកសូមលើកម្រាមដៃ10សូមទោសជាសាធារណជនទូទាំងប្រទេសហើយខ្ញុំនឹងសន្យាថានឹងឈប់ធ្វើទង្វើមិនល្អបែបនេះតទៅទៀតហើយសូមអរគុណក្រុមការងារនៃរដ្ឋបាលខណ្ឌកំពូលដឹកនាំដោយលោកអធិការរងត្រីណារ៉េតបានចុះពិនិត្យជាក់ស្ដែងឃើញថាម្ចាស់ទីតាំងឈ្មោះប៊ុនវ៉ាន់សៃភេទប្រុសអាយុ48ឆ្នាំនិងឈ្មោះកៅសាវុតភេទប្រុសអាយុ45ឆ្នាំបានទាស់ពាក្យសម្ដីគ្នានិងឆ្លោះប្រកែកជាមួយអាជីវករឈ្មោះហួតដាវីដែលជាអ្នកលក់ដូរនៅទល់មុខនោះបង្កឲ្យមានការបាញ់ទឹកនិងបាញ់ផ្សែងពន្លត់អគ្គិភ័យទៅលើអាជីវករឈ្មោះហួតដាវីក្រុមការងារបានធ្វើកំណត់ហេតុនិងធ្វើការណែនាំម្ចាស់ទីតាំងឈ្មោះប៊ុនវ៉ាន់សៃនិងឈ្មោះកៅសាវុតត្រូវបញ្ឈប់ការបាញ់ទឹកនិងផ្សែងពន្លត់អគ្គិភ័យឬធ្វើអ្វីមួយដែលបង្កឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អាជីវករលក់ដូរនៅទល់មុខផ្នែកខាងជើងផ្លូវបន្តទៀតនិងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់សុខុមាលភាពរបស់ពួកគាត់ផងដែរក្នុងករណីមិនព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេរដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលនិងនីតិវិធីច្បាប់